នេះកាថាតាមិនលែងរិះគន់ទៀតចៅលែងស្ដាប់ហើយអរគុណណាស់ចៅណានេះកាបើចៅមិនស្ដាប់តាត្រេកអរណាត្រេកអរណាត្រេកអរណាកុំឲ្យធ្ងន់ show តាណាមនុស្ស5លាន3សែននាក់មើលតាបើមានមនុស្សដូចចៅឯងថាលែងស្ដាប់តាអរចៅមិនអរតាអរតាអរមិនបានអរត្រង់ថាតាដឹងច្បាស់ថាចៅឯងបានឡើងឋានសួគ៌ហើយពីព្រោះមួយជីវិតចៅឯងរស់នឹងរិះគន់ហ្នឹងណានេះកាចៅរស់នឹងរិះគន់ចៅនៅណាចៅនៅស្រុកខ្មែរណាហើយចុះបើតាសួរថាបើចៅចង់រិះគន់មិនក៏អង្គុយរិះគន់ខ្លាចគុកហើយចុះតាសួរតាវិញតាខ្លាចគុកទេខ្លាចតាឯងកំសាតាសុកចិត្តកំសាហើយតាខ្លាចគុកតាឯងនៅក្រៅអ្នកណាចាប់ដាក់គុកគេមិនចាប់ដាក់គុកទេតាខ្លាចគុកអញ្ចឹងតាឈប់រិះគន់ណាដល់តាហៅចៅឯងឲ្យរិះគន់ចៅឯងអត់ហ៊ានខ្លាចគេចាប់បោកនមីគេអត់ដាក់គុកទេបើចៅឯងស្រីគេចាប់បោកនមីម្ដងមកតសៃរិះគន់មួយដកមកតសៃរិះគន់ពីរដកមកតសៃដល់ចុងក្រោយរិះគន់ខ្លាំងមែនទែនគេយកអាលេមួយយ៉ាងមកលាបព្រឹកព្រឹមគេដាក់កៅអៀដកដល់អស់ចៅឯងសារថ្មីក្មេងបាត់ហើយចៅឯងមកចង់ឲ្យតារិះគន់អត់ឈប់អីមិនមនុស្សយើងវាមានកន្លែងចតឡានដែរណាចៅមនុស្សយើងបើកឡានអត់ឈប់រហូតមិនអញ្ចឹងតាឈប់ហើយអញខ្លាចយល់ណាចឹងមកចៅឯងមិនមើលតាទេតាក៏មិនដឹងធ្វើម៉េចនិយាយលេងចឹងណាចឹងណានិយាយលេងអញខ្លាចគេដកមកមីអញដែរណាមុខចៅឯងអញ្ចឹងណានេះកាណានៅស្រុកខ្មែររិះគន់ដកមកសៃរិះគន់ច្រើនដក10សៃក៏ឆក់វឹងណារិះគន់ខ្លាំងមែនទែនលៀបលេងដាក់កៅអៀដកបោចទៅអស់ចៅឯងបានដើរធ្វើកៅមុំសារជាថ្មីបាត់ឥឡូវចៅឯងហ៊ានឲ្យគេដកមកមីទេតាខ្លាច I'm afraid តាខ្លាចតាអត់ហ៊ានទេនិយាយលេងឲ្យចៅឯងយល់មនុស្សយើងបើកឡានក៏គង់ឈប់បោអតេះគោក៏គង់ឈប់ណាយល់នៅកូនហើយចៅឯងឲ្យតារិះគន់ហ្នឹងសម្ដេចហ៊ុនសែនគាត់និយាយដែរគាត់ថាវាកើតស្អីឯងហើយអត់ធ្វើនយោបាយទេហើយរិះគន់ក៏រិះគន់ហើយជួយបានទេហើយជួយបានមកបងខ្ញុំជួយបានដែរមានការអីឯងនិយាយមកបានទេហើយមិននិយាយត្រូវទាំងអស់ហើយណាបើឯងមានបញ្ហាអីឯងតាក់ទងមកណាក្រែងស្គាល់ក្រែងដឹងអស់ហើយណាខ្ញុំសុំនិយាយលេងល្មមឈប់ហើយល្មមជួយខ្លះទៅមិនមែនធ្វើមួយថ្ងៃបានទេសម្ដេចហ៊ុនសែនគាត់និយាយអញ្ចឹងហើយឥឡូវខួរក្បាលតាអាយុ73ឆ្នាំតាចេះគិតទេគាត់និយាយឲ្យផលរបស់គាត់ដែរណាគាត់ថាយ៉ាងណាក៏ខ្មែរដូចគ្នាវាល្មិចបើធ្វើនយោបាយគណៈបកប្រឆាំងមកចំប្រឆាំងចុះបើបងឯងអត់ធ្វើនយោបាយហើយមួយថ្ងៃគិតតែរិះគន់អត់ឈប់ហើយតេលេកុំតំណែងតំណងវាមានមិនក៏មិនសួរមិនក៏យកទៅរិះគន់មិនមែនត្រូវទាំងអស់ទេវាកើតស្អីគាត់សួរខ្ញុំហ្នឹងមិនមែនសួរអីទេគាត់សួរចុះខ្ញុំហៅគាត់បងហ្នឹងអញ្ចឹងទៅខ្ញុំក៏នឹកឃើញគាត់ថាមិនចិត្តងាប់ទៅហើយប្រាប់តែចាំអញផងហើយមិនក៏ហែងទៅយ៉ាប់ម៉េចខ្ញុំថាឡើងចេះចុះខ្ញុំក៏នឹកឃើញថាវារិះគន់ក៏ខ្លាំងខ្លាដែរបងអើយខ្ញុំសុំអភ័យទោសបងខ្ញុំចង់ជួយបើចង់ជួយមានការអីលើកទូរស័ព្ទទៅមានអ្នកណាមិននិយាយជាមួយតាមិនបានទៅបកបញ្ហានៅខាងក្រៅខ្ញុំថាបងចឹងឈប់ហើយទេមិនមែនឲ្យឈប់ទេតែឲ្យគិតផងចាស់ហើយបើនិយាយជាមួយគ្នាស្ដាប់មិនបានទេឬក៏មិនឆ្លើយឆ្លងកាត់ទេអានឹងធ្វើអីទៅប៉ុន្តែនិយាយពេលណាក៏ដោយក៏តាក់ទងមកបានមិនក៏ខ្ញុំគិតទៅយីអញដល់ពេលលោកហ៊ុនសែនគាត់និយាយអញ្ចឹងខ្ញុំអ្នកខំពីព្រោះឋានៈដឹកនាំប្រទេសអនុញ្ញាតឲ្យខ្ញុំតាក់ទងទៅលោកបានខ្ញុំបែរជាមិនតាក់ទងខ្ញុំយក Facebook YouTube ធ្វើការរិះគន់រដ្ឋាភិបាលអត់ឈប់អញ្ចឹងខ្ញុំក៏ប្រាប់គាត់វិញទៅខ្ញុំថាបងអញ្ចឹងខ្ញុំឈប់ហើយដល់ក្រោយមកក៏ខ្ញុំនឹកឃើញថាឥឡូវនេះម្សិលមិញខ្ញុំនឹកឃើញថាដោយសារចៅវាសួរអីច្រើនក៏នឹកឃើញថាអញចាប់ថ្ងៃទៅឯងឈប់ហើយអញចង់ឲ្យពួកឯងđâyប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជារិះគន់តែឯងទៅអញឈប់ហើយអញខ្ជិល
anh chốt á na mũi tới sọc máy mẹ chạy ban nè sọc máy từ ca co sáng hai lúc con sáng của con thì dễ được ta sờ nổm bố bóp ôn ấy nhá nó không chừng nó đọc liền nè mẹ bón coi thưa anh ấy nhá mình mẹ bón ông coiแต่ឆ្លើយតបនឹងសំណុំពររបស់បងអូនឯងទេ7កណ្ដប់លៀននេះសំហេតុសំផលដែរអញ្ចឹងទៅឥឡូវប្រកាសម្ដងទៀតចេញសុកអត់រិះគន់រដ្ឋាភិបាលទេនឹង lobby រដ្ឋាភិបាលហើយម្សិលមិញខ្ញុំបានផ្ញើសារមួយទៅសម្ដេចបវរធិបតីមិនដឹងថាលេខរបស់លោកនឹងនៅដើរឬទេខ្ញុំសរសេរភាសាអង់គ្លេសទៅលោកប្រពន្ធលោកនិយាយមួយខ្ញុំនិយាយអង់គ្លេសណាខ្ញុំសរសេរសារមួយទៅលោកសុំព័ត៌មានស្ដីអំពី SME ខ្លាចលោកការយល់ដឹងរបស់ខ្ញុំផ្នែក SME នេះវាមិនត្រូវនយោបាយរដ្ឋាភិបាលខ្ញុំទៅសរសេរសារមួយជូនទៅលោកមិនដឹងថាលេខហ្នឹងលោកនៅប្រើឲ្យអត់ទេព្រោះខ្ញុំខានតាក់ទងទៅលោកហ៊ុនម៉ាណែតតាំងពីលោកឡើងធ្វើជានាយករដ្ឋមន្ត្រីបានប្រហែលថ្ងៃម្លេះខ្ញុំអត់បានតាក់ទងទៀតទេអញ្ចឹងក៏ខ្ញុំសេទៅហើយក៏មិនទាន់បានឃើញចម្លើយទេប៉ុន្តែធម្មតាថ្នាក់ដឹកនាំជាតិមិនមែនមានពេលឆ្លើយខ្ញុំទេហើយលេខហ្នឹងក៏វាមិនអាចដឹងបានថាលេខហ្នឹងនៅដើរឬទេណាធម្មតាថ្នាក់ដឹកនាំយើងមិនមែនហៅចូលទៅបានទេគេមាន security screening របស់គេអញ្ចឹងខ្ញុំអត់ហើយតែឥឡូវប្រកាសឲ្យខ្ញុំអត់រិះគន់អញចង់ឲ្យអាជើងល្អណាដែលប្រកាសរិះគន់ឲ្យរិះគន់អញអ្នកការពាររដ្ឋាភិបាលវិញម្ដង